ពាក្យមួយនេះយើងអានថាសម្បជញ្ញៈសម្បជញ្ញៈសង្កត់កន្លែងជញ្ញហ្នឹងតែមិនមែនអានថាសម្បញ្ញញ្ញៈទេយើងអានសម្បញ្ញមកចេញសនឹងមកយើងអានថាសំហើយបហ្នឹងដល់សជើងបហ្នឹងយើងថាបៈហើយជប្រកបនឹងញជើងញសម្បជញ្ញៈហើយបើយើងថាបញ្ញមានន័យថាប្រកបបនិងញហើយរំលងព្យញ្ជនៈជវាអត់មានក្បួនណាដែលត្រូវប្រកបរំលងអក្សរចឹងទេបើថាយើងថាសម្បញ្ញមានន័យថាបប្រកបញរំលងជចឹងវាអត់មានក្បួនដែលត្រូវប្រកបអញ្ចឹងទេណាចឹងអត់អានចេញបញ្ញបានទេអត់មានក្បួនណាអត់មានវិធីណាហើយចេញទៅជាបញ្ញបានទេចឹងមានបងប្អូនថាទៀតគេថាតែអញ្ចឹងយូរហើយថាអញ្ចឹងប៉ុន្តែវាមិនត្រូវចឹងយើងរៀនកែទៅរៀនសម្រួលវាមួយយូរអាចនឹងថាត្រូវហើយមុនដំបូងអាចនឹងពិបាកបន្តិចតែយើងទម្លាប់និយាយឲ្យត្រូវអានឲ្យត្រូវទៅវានឹងស្រួលវិញសម្បជញ្ញៈមិនមែនសម្បញ្ញញ្ញៈទេសម្បជញ្ញៈយើងអានអញ្ចឹងមកសម្បជញ្ញៈតែបើបាក់ថាជញ្ញតែសម្បជញ្ញៈមកប៉ុន្តែមិនមែនសម្បញ្ញញ្ញៈទេហើយអត្តន័យយើងមើលថែមទៅគឺសេចក្តីដឹងខ្លួនការមិនភ្លេចខ្លួនការប្រុងប្រយ័ត្នជានិច្ចការត្រេះរិះរំពឹងដឹងខ្លួនជាដរាបហៅថាសម្បជញ្ញៈ